ទោះបីជាយើងបំពេញកិច្ចសន្យាក៏ដោយវានឹងធ្វើឲ្យយើងនៅសល់ពេលអត្ថបទមក10ថ្ងៃទៀតចៅហ្វេនសៀងគិតថាគាត់បាននាំយើងទៅវាអាចធ្វើទៅបានតែនៅក្នុងទីក្រុងភាគលេងទឹកនៅក្នុងស្រះតូចមួយនេះលួចប៉ុន្តែគាត់ភ្លេចរឿងមួយរបស់របរពិភពលោកនេះធំធេងណាស់ហួសពីស្រះទឹកផ្ទៃដីមានទន្លេបឹងនិងសមុទ្រគ្មានព្រំដែនលោកស៊ីខ្ញុំលីនសិនខ្ញុំគិតថាអ្នកជាមនុស្សកំណាចតូចម្នាក់មិនថាអ្នកចូលទៅក្នុងរណ្ដៅសមុទ្រណាក៏ដោយអ្នកនឹងមិនអាចចេញបានអ្វីបានជាអ្នកស្រាប់តែគិតចង់ឲ្យរបស់នេះធ្វើការហៅទូរស័ព្ទលោកស៊ីអ្នកដែលខ្ញុំបានជួយអ្នកកាលពី2ឆ្នាំមុនបក្សីត្រីធូណាតុងខៀវអ្នកតើអ្នកចាំទេច្រើនជាង100ចំនួន10000ក្បាលនេះបានតែមកហើយដោយសារតែការអ្នកគឺជាអ្នកដែលបានគ្រប់គ្រងដើម្បីយកពួកគេត្រូវបានទាញចេញពីហ្គេមនៃសេចក្តីស្លាប់ខ្ញុំស៊ីឡៃនឹងចងចាំគុណបំណាច់ពេញមួយជីវិតលោកស៊ីខ្ញុំជួបបញ្ហាបន្តិចប៉ុន្តែខ្ញុំមិនសុំឲ្យអ្នកជួយទេខ្ញុំនឹងឲ្យអ្នកចូលរួមហើយរកប្រាក់ចំណេញបានច្រើនជាងធំលោកស៊ីគ្រូសាយើងទាំងពីរបានបង្កើតក្រុមហ៊ុនសហការគ្នាខ្ញុំលីនសិនជាមួយសិប្បករធ្វើជាម្ចាស់លើចម្រៅចែកវិជាស្នូសម្រាប់ការនេសាទសមុទ្រហ៊ុនហាក្មេងល្អលីនសិនពូកែមែនស៊ីឡៃបានចំណាយពេលពាក់កណ្ដាលជីវិតរបស់គាត់នៅលើជីវិតរបស់ខ្ញុំបានឃើញមនុស្សសុំការអនុគ្រោះពីខ្ញុំមែនហើយខ្ញុំធ្លាប់ឃើញមនុស្សសុំលុយពីខ្ញុំនេះជាលើកដំបូងហើយដែលខ្ញុំបានឃើញមនុស្សបែបនេះគូនំធំមួយនៅពីមុខអ្នកនៃពេលអ្នកដទៃជួបប្រទេសនឹងការបិទផ្លូវបែបច្រើនបំផុតពួកគេនឹងសុំឲ្យខ្ញុំជួយទូគាត់អ្នកពិតជាមានអ្វីម្យ៉ាងមែនកំពុងតែដើរទៅរកបាតឆ្នាំបានក្រឡាប់ទៅរបស់គាត់ហើយចង់ពួកគេបានទាញខ្ញុំឲ្យខ្លាចជាអ្នកចែកចាយផងដែរក៏ខ្ញុំចូលចិត្តរុក្ខជាតិប្រភេទនេះដូច្នេះលោកស៊ីតើលោកចង់មានន័យយ៉ាងណាខ្ញុំបានដើរតាមមិនមែនដោយសារហេតុផលអ្វីផ្សេងក្រៅពីដើម្បីត្រីនិងសត្វស្លាបអ្នកបានជួយសម្រួលដែលផ្ដោតអារម្មណ៍នៅពេលនោះក៏ភាពក្លាហានរបស់អ្នកនៅថ្ងៃនេះអ្នកលែងចាំបាច់បារម្ភពីអ្វីទៀតហើយគឺកិច្ចសន្យារឿងនោះសូមឲ្យមេធាវីរបស់អ្នកនិងខ្ញុំការសម្របសម្រួលផ្នែកច្បាប់3ថ្ងៃអ្នកផ្ដល់ឲ្យខ្ញុំរងចាំពេលថ្ងៃក្រោយមកខ្ញុំបងប្រុសរបស់អ្នកផ្ទាល់ខ្ញុំនឹងយកមួយទៅអ្នកនៅភាគខាងត្បូងនៃទីក្រុងអំណោយដ៏អស្ចារ្យមួយបងប្រុសក្មេងនោះលីនសិនក្មេងទាំង3នាក់នេះវាហាក់ដូចជាគ្មានសម្លេងអ្វីទាំងអស់ចេងជីងពិតជាខូចចិត្តខ្លាំងណាស់មីងបានធ្វើការសម្រេចចិត្តចុងក្រោយរួចហើយអសានវាប្រសិនបើទំនិញមិនត្រូវបានដឹកជញ្ជូនឆាប់ភ្លាមលំនាំដើមត្រូវតែត្រូវបានហៅយុវជនត្រូវការមេរៀនមួយដើម្បីបង្រៀនបណ្ដុះបណ្ដាលគាត់ឲ្យដឹងពីអត្ថន័យនៃសមុទ្រនេះអ្វីតើប៉ាល់ទាំងនេះមកពីណាតើវាជាកប៉ាល់របស់អ្នកណាបងប្រុសមែនហើយវាជាក្រុមហ៊ុនឡងកងនាវាដែលហូរចូលគ្នាគ្រឿងចក្រកប៉ាល់និងការដឹកជញ្ជូនលក្ខណៈសម្បត្តិប្រតិបត្តិការរបស់ពួកគេសុទ្ធតែមានប្រតិបត្តិការឆ្លងតំបន់ស្របច្បាប់អាជ្ញាប័ណ្ណអាជីវកម្មពួកយើងបទពិសោធន៍របស់យើងវាគ្មានប្រសិទ្ធភាពទាំងស្រុងប្រឆាំងនឹងពួកគេទេបងលីនខ្ញុំមិនយឺតពេលទេប៉ាតើអ្នកពេញចិត្តនឹងអំណោយនេះទេតើត្រឹមត្រូវទេបងប្រុសយើងបានរកឃើញអ្វីគ្រប់យ៉ាងហើយលីនសិនហេស៊ីឡៃបានបង្កើតថ្មីមួយក្រុមហ៊ុនសហការនេះមានឈ្មោះថាបាឡូដែលជាទំនិញបាច់ដំបូងរបស់ពួកគេនឹងមកដល់យប់នេះវេលាម៉ោង10យប់វត្ថុនេះនឹងត្រូវបានដឹកជញ្ជូនទៅកាន់សណ្ឋាគារត្រជាក់ផ្ទះបាយគាត់បានបំផ្លាញជីវិតរបស់ខ្ញុំការខិតខំប្រឹងប្រែងទាំងអស់របស់ពួកគេបានបំផ្លាញគ្រឹះគ្រួសារចៅតើគាត់គិតថាគាត់បានឈ្នះហើយឬនៅបងប្រុសយើងពិតជាគ្មានផ្លូវចេញផ្សេងទេគាត់បានទៅហើយផ្ទៃខាងក្រោយរបស់គឺមានឥទ្ធិពលខ្លាំងពេកវិសាលភាពឥទ្ធិពលរបស់យើងលើពីភាគខាងត្បូងរបស់យើងឆ្ងាយណាស់ពីពាណិជ្ជកម្មយើងលែងពួកគេអាចដើរតួម្ដងទៀតខ្ញុំមិនទាន់បាននិយាយវានៅឡើយទេប៉ុន្តែលីនសិនគឺអ្វីដែលគាត់ខ្វល់គឺកេរ្តិ៍ឈ្មោះរបស់គាត់អ្វីដែលគេហៅថាសន្តិសុខរបស់គាត់កេរ្តិ៍ឈ្មោះប្រសិនបើរឿងទាំងនេះពេញមួយយប់ពួកគេទាំងអស់គ្នាបានងាកចេញកំ pl ែងមែនបងប្រុសតើបងចង់មានន័យយ៉ាងណាប៉ុន្តែសូម្បីតែដំណក់ទឹកមួយដំណក់ក៏លីចូលទៅក្នុងទឹកដែរហើយប្រសិនបើមានអ្វីមួយខុសប្រក្រតីជោគអួតរាករូសដេកពេទ្យបេះដូងនិងប្រលឹងរបស់ខ្ញុំជួយនឹងអង្គជួយចុច follow និង subscribe ចុចសញ្ញាកណ្ដឹងដើម្បីមើលវីដេអូបន្ទាប់សូមអរគុណ